សម្មាសម្ពុទ្ធលោកថាអស់តែហ្មងក្នុងលោកនេះអស់តែហ្មងអញ្ចឹងបានព្រះរហន្តកុំសុំអីលោកណាតិចសុំភ្នែកលោកអីលោកឲ្យលើខ្វេះវត្តលើអស់អញហ្មងណាគេសុំភ្នែកមួយប្រហែលគេសុំអាចគោប្រុចទៅតែហ្មងមនុស្សអស់អញណាមិនដឹងជាយ៉ាងម៉េចអារម្មណ៍បែបនោះយើងពាល់វាអត់ត្រូវណាព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាអត់មាននរណាជួយនរណាឲ្យពាល់ត្រូវទេអត្តាហើយអត្តនោនិថោការរួចរំដោះទុក្ខមានតែបុគ្គលខ្លួនឯងទេដែលអាចជួយខ្លួនឯងឲ្យរួចរំដោះទុក្ខបានពេលដែលពាល់ត្រូវវាអស់អញក៏អស់អញវាលែងត្រូវការស៊ីលែងត្រូវការអីដូច្នេះអាទ្រព្យសម្បត្តិមាសប្រាក់កែវកងប្រហែលអាចគូអត់បានការអីយើងទាំងអស់គ្នាវាត្រូវការរបស់ហ្នឹងព្រោះយើងនៅមានអញព្រះសម្មាសម្ពុទ្ធនិងអ្នកត្រាស់ដឹងទាំងឡាយលោកអស់អញអញ្ចឹងបានលោកប្រាប់ថាជារតនវត្ថុធំជាងគេបំផុតនៃជីវិតមនុស្សក្នុងលោកនេះគឺការត្រាស់ដឹងនឹងឯងការបួសជាបព្វជិតហ្នឹងគឺដើម្បីបដិបត្តិដើម្បីរួចផុតហ្នឹងតែរួចផុតហើយដើរចោលមុខគេគ្រប់គ្នាលេងណាណែអ្នកទាំងអស់គ្នាអ្នកនៅមានមច្ចរាជតាមយើងរួចហើយមច្ចរាជរកយើងមិនឃើញទេអារម្មណ៍បែបនោះយើងពាល់ត្រូវអញ្ចឹងបានព្រះសម្មាសម្ពុទ្ធគេដាក់ថាព្រះអង្គជាអ្នកត្រាស់ដឹងមិនមែនជាអ្នកបដៅសាសនាលោកលើសគេត្រង់រឿងត្រាស់ដឹងហ្នឹងពួកអីពួករួចរំដោះទុក្ខនៅក្នុងលោកនេះណាសូម្បីតែសាសនាណាក៏ដោយបងប្អូនយកទៅសង្កេតមើលពាក្យព្រានបដៅរបស់ប្រមុខសាសនារបស់អ្នកប្រាជ្ញធំទាំងឡាយរបស់អ្នកដឹកនាំទាំងឡាយសុទ្ធសឹងតែដោះស្រាយនៅសាមញ្ញសុខដោះស្រាយឲ្យបងប្អូនបានសាមញ្ញសុខនឹងត្មងអត់រួចរំដោះទុក្ខទេការអប់រំតាមសាសនាបងប្អូនមើលសាសនាណាក៏ដោយយេស៊ូក៏ដោយមូស្លីមក៏ដោយតែរឿងកុំឲ្យកាប់គ្នាកុំឲ្យឆ្លោះគ្នាកុំឲ្យបៀតបៀនគ្នាតែរឿងហ្នឹងដោះស្រាយអីដោះស្រាយសាមញ្ញសុខហ្នឹងមានរួចទុក្ខឯណាព្រះសម្មាសម្ពុទ្ធលើកគេរឿងជួយសត្វលោកឲ្យរួចរំដោះទុក្ខក្នុងជាតិនេះហើយមើលគោលដៅរបស់ព្រះសម្មាសម្ពុទ្ធមើលសច្ចតបរិយោតៈបណ្ណាំងដូចយ៉ាងភ្នំមកធំមួយអញ្ចឹងទៅទើតំណឹងមកអត់ហួសពីនឹងទៅទៀតទេណាអត់មានថាអូយកូនចៅឲ្យប្រឹងធ្វើបុណ្យកើតជាទេវតាឃ្លាយទៅមុខទៀតព្រះសម្មាសម្ពុទ្ធទើត្រឹមសច្ចតបរិយោតៈបណ្ណាំងគោលដៅសព្បបស្សករណង្គកុសលសោបសម្បទាសច្ចតបរិយោតៈបណ្ណាំងទៅបុកភ្នំអត់មានហួសពីនឹងទៅទៀតទេអត់មានតែធ្វើបុណ្យទៅកើតជាទេវតានៅជាតិក្រោយគាត់សម្បត្តិហោហៀអត់ទេព្រះសម្មាសម្ពុទ្ធមិនដែលនាំសត្វទៅដល់នោះទេសច្ចតបរិយោតៈបណ្ណាំងគឺអស់អញនេះណាអាចធ្វើទៅបានគឺមានតែវិបស្សនាមួយគត់វិបស្សនានេះណាអាចធ្វើទៅបានមានតែមនុស្សមួយគត់ហើយចុះបើមនុស្សមកដល់កន្លែងហ្នឹងអត់អាចធ្វើផងណាចេះតែទៅមុខទៀតហើយថាធ្វើតាមប្រពុតណាលោកឲ្យយើងទៅបដិបត្តិហ្នឹងគឺវិបស្សនាដើម្បីរួចរំដោះទុក្ខក្នុងជាតិនេះសច្ចតបរិយោតៈបណ្ណាំងប៉ុន្តែមកពីអីបានជាយើងចាំធ្វើចិត្តក្រោយមានមលៀនរួនចាំមានក្តាមមានខ្យងមានជ្រូកមានគោមានក្របីវាចាំយើងច្រើនផ្លូវពេកប្រពុតលោកសម្ដែងថាតុលភ័ញ្ចមនុស្សសតាំងអានោះមិនលៀនដងអត់ទាន់មកមនុស្សម្ដងបងព្រះសម្មាសម្ពុទ្ធធ្លាក់នរក 80000 ជាតិដែរងាយបានមកមនុស្សហើយបានមកមនុស្សអត់បានប្រើវិបស្សនាជាវិធីសម្អាតចិត្តអកុសលទាំងឡាយដែលធ្លាក់ក្នុងចិត្តបើទោះបីជាយើងមិនបានទៅដល់រួចរំដោះទុក្ខក៏ដោយណាក៏បានស្រង់អកុសលមួយចំនួនធំឲ្យទៅជាអហោសកម្មក្រៅអំពីវិបស្សនាมันអាចយកចេញអកុសលដែលយើងមានចេតនាធ្លាក់ចូលក្នុងចិត្តបានទេបុណ្យនិងបាបអត់អាចទូទាត់គ្នាបានទេក៏ប៉ុន្តែវាអាចអហោសកម្មដូចអីដូចអង្គលីមាជាដើមអហោសកម្មបើគុំតែវិបស្សនាជោគវាចេញមិនដឹងជាជាប់ទៅប្រមាណទៀតទេស្លាប់គេច្រើនស្អីក៏ដោយនៅលើលោកនេះស្អីក៏ដោយគូរបស់វាត្មងសមាទិដ្ឋិមច្ឆាទិដ្ឋិគឺមានគូត្មងនៅអង្គុយកប៉ុកហ្នឹងអង្គុយកប៉ុកវិបស្សនាហ្នឹងមានអ្នកខ្លះសមាទិដ្ឋិអ្នកខ្លះមច្ឆាទិដ្ឋិដូចគ្នាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោករំលឹកហើយរំលឹកទៀតកូនចៅឲ្យកូនចៅស្វ័យបត្តពាក្យថាសមាទិដ្ឋិនិងមច្ឆាទិដ្ឋិហាក់បីដូចជា 50% ម្នាក់ក៏ប៉ុន្តែសេចក្តីពិតមិនដូច្នោះឡើយឧទាហរណ៍ថាយើងទៅសម្ភាសទូតអាមេរិកគេថាមានតែជាប់ហើយធ្លាក់បើជាប់បានវីសាទៅអាមេរិកបើអត់ជាប់ទេធ្លាក់ហាក់បីដូចជាពាក់កណ្ដាលម្នាក់ប៉ុន្តែពេលទៅសម្ភាស 1000 នាក់ជាប់តែមួយប្រឡងដូចចឹងដែរគេប្រឡងកន្លែងធ្វើការមនុស្សទៅដាក់ដំង 10000 នាក់ប៉ុន្តែគេយកតែ 5 នាក់ឯងហើយប្រឡងយ៉ាងម៉េចមានតែ2លទ្ធផលបើមិនជាប់ធ្លាក់ប៉ុន្តែអាធ្លាក់នោះវារាយមាយច្រើនហួសហេតុវិបស្សនាក៏ដូចគ្នាមានផ្លូវរបស់វាគឺមច្ឆាទិដ្ឋិនិងសមាទិដ្ឋិហើយមច្ឆាទិដ្ឋិហ្នឹងបងប្អូនកុំច្រឡំថាទៅជាឈួតទៅជាលីលាអត់ទេគ្រាន់តែវាមិនបានទៅដល់គោលដៅតែប៉ុណ្ណឹងគ្មានពីណាវិបស្សនាឈួតទេបងប្អូនមានទេគ្រាន់តែវាមិនដល់គោលដៅពីព្រោះអ្វីពីព្រោះផ្លូវទៅនឹងវាចង្អៀតណាស់ចិត្តរបស់យើងឲ្យតែស្វែងរកនៅពៀនមួយផ្លែកំពុងរិះរកតណ្ហាផ្លូវទៅនៅពៀនកូនមជ្ឈមាបដិបទាកូនមជ្ឈមាបដិបទាតែមួយនឹងគាត់មកផ្លូវនឹងគាត់កូនណាស្អីទៅមជ្ឈមាបដិបទាឪ
ឧបេក្ខាចិត្តកូនឧបេក្ខាចិត្តអត់ប្រតិកម្មទេកូនចាំតែមើលវាវេទនាសោយមកយ៉ាងម៉េចកូនកុំប្រតិកម្មឲ្យសោះកូនកុំប្រតិកម្មឲ្យសោះកូនចាំតែមើលវាផ្លូវទៅនិព្វានតែមួយនឹងគត់កូនគឺមជ្ឈមាបដិបទាគឺស្អីឧបេក្ខាចិត្តកូនឧបេក្ខាតែយើងចង់ឲ្យបានឧបេក្ខាក៏មិនមែនឧបេក្ខាពួកចង់បានឧបេក្ខានឹងចង្អៀតនោះមហាសានចង្អៀតអញ្ចឹងបានវិបស្សនាសង្ខេបឲ្យខ្លីមកគេថាម៉េចទេរស់នៅជាមួយនឹងសតិហើយនឹងឧបេក្ខាចិត្តគឺអត់ប្រតិកម្មបើអង្គុយទៅចុកជើងវាឈឺទៅអញមិនខ្ចីឈឺទៅអញមិនខ្ចីឈឺជួនកាលថាតែក្បាលឈឺទៅអញមិនឈឺទៅអញមិនឈឺថាតែក្បាលប៉ុន្តែអាចិត្តហ្នឹងវាតោងតារាយដល់ឈឺដល់ពេលយើងសម្គាល់ដឹងដល់ពេលចិត្តរបស់យើងដាច់ត្រឹមហ្មងណាឧបមាថាបើគេយកកូនឧទាហរណ៍ណាបើគេយកកូនហែងទៅសម្លាប់កាត់កកម៉ាត់នៅមុខហែងព្រមទៅអញព្រមថាព្រមតែមាត់តែប៉ុន្តែអាចិត្តវាអត់ដាច់ទេអាដាច់ចិត្តណាដាច់ចិត្តម៉ាត់ហ្មងថាបើគេកាត់ក៏អត់អីទេហ្នឹងប៉ុន្តែយើងសាកល្បងទេណាគាត់សាកល្បងចិត្តយើងណាថាបើសិនណាជាគេកាត់អញព្រមទទួលដែរកុំថាកាត់កកកូនអញកាត់កកអញក៏ដោយគេឲ្យយើងសច្ចាងាប់ចោលពីព្រោះភ័យជាងគេគឺងាប់មនុស្សពេលវិបស្សនាភ័យជាងគេគឺងាប់ចុងក៏ទុយទៅវាទូទៅសតិទូទៅខ្លាចងាប់ហ៎តោះតែយើងធ្លាប់រៀនធ្វើបុណ្យធ្វើទានហ្នឹងលះអាអញឲ្យស្ដើងទៅអញហ្នឹងដល់ចុងក៏ទុយថាងាប់ចោលនោះគឺចិត្តមិនខួរក្បាលគិតថាហេងាប់ចោលដូចគេឧបកិច្ចទេមិនមែនទេចិត្តដាច់ម៉ាត់ហ្មងងាប់ចោលទៅដល់ពេលវាដាច់ម៉ាត់ហ្មងណាអាចិត្តយកដាច់ម៉ាត់มันវឹងទៅបណ្ដោយផ្លូវទៅនិព្វាននោះណាគឺមជ្ឈមាបដិបទាហ្នឹងឧបេក្ខាចិត្តគឺមិនប្រតិកម្មអីទាំងអស់គួយទៅវាចុកវាចាប់វាឈឺមនុស្សសម្គាល់ថាខ្លួនអញឈឺប៉ុន្តែមេរៀនវិបស្សនាគេប្រាប់ថាឈឺមិនមែនអញទេឈឺគឺវេទនាមិនមែនអញទេដូចឡានអញ្ចឹងកង់មិនមែនឡានទេតួក៏មិនមែនឡានដែរបញ្ញាវាចាំហ្មងស្អីក៏មិនមែនវាដែរស្អីក៏មិនមែនវាចាំតែត្រួតពិនិត្យអង្គុយទៅវាចុកយ៉ាងម៉េចអីយ៉ាងម៉េចអង្គុយចាំតែមើលមេរៀនរបស់គេគឺតែមួយនឹងគាត់សតិមានន័យថានៅដឹងរឿងហ្នឹងតែអត់សតិឡើងតែអង្គុយគិតទៅអូឡ িম্প ិកគិតទៅគោគិតទៅក្បីណោះវាឡើងទៅបាត់ហើយសតិដល់ពេលមូលមកវិញសតិមូលមកវិញរស់នៅជាមួយនឹងសតិនិងឧបេក្ខាចិត្តគឺមិនសោយអារម្មណ៍តែប៉ុណ្ណឹងតែពីរវត្ថុហ្នឹងឯងចុងកតុយបំផុតចេះតែជ្រៅទៅរលត់ទុកលឹបងើបមកវិញទាំងអស់គ្នានៅងាប់អញរួចងាប់ហើយអស់អញដឹងយ៉ាងម៉េចអារម្មណ៍បែបហ្នឹងព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាអត់មាននរណាជួយនរណាឲ្យបានយល់រឿងនឹងបានទេយើងសប្ងៃយើងព្រួយជាងគេបំផុតគឺងាប់ហ្នឹងហើយមនុស្សយើងគឺព្រួយជាងគេរឿងងាប់ហ្នឹងហើយហើយបើវាងាប់ទៅវាចប់ព្រះសម្មាសម្ពុទ្ធលោកថាមិនបាច់ត្រាស់ដឹងទេចាក់ឆ្នាំមកជុលទៅដេកលក់ស្រួលទៅងាប់ដូចគ្នាប៉ុន្តែវាអត់ចប់វាទៅមុខទៀតវាបញ្ហានៅអាទៅមុខទៀតហ្នឹងកុំអីមិនបាច់ចាំត្រាស់ដឹងទេងាប់ចាស់ទៅវាពិបាកយើងកុំឲ្យពិបាកចាក់ឆ្នាំស្លាប់វាស្រួលទៅមកដេកលក់សុបាយទៅបាត់បណ្ដោយប៉ុន្តែវាមិនចប់វាទៅមុខទៀតដល់ពេលត្រាស់ដឹងវាទុកវាលែងឲ្យទៅមុខទៀតអាជាតិនេះក៏រួចទុកអាទៅមុខទៀតក៏វាគ្មានវាអស់អាលីងព្រោះវាអត់មានអញវាមានតែសង្ខារគុំគ្នាឡើងណាធ្វើឲ្យសត្វលោកសម្គាល់ថាអញប៉ុន្តែពេលណាយើងនៅសម្គាល់ថាអញអញ្ចឹងកុំនិយាយថាអត់អញគឺជាបញ្ញាពលត្រូវភាវនាមយៈបញ្ញារបស់ព្រះអរហន្តទេយើងអង្គុយមើលគេទេឧទាហរណ៍តែគេហូបបាយឆ្ងាញ់ចេះចុះបើហូបបាយឆ្អែតប៉ោងពោះលែងឃ្លានណាប៉ុន្តែយើងឃ្លានចិត្តងាប់គាត់តែគិតមើលគេទេណាគិតថាបើប៉ោងពោះទៅលែងឃ្លានហើយប៉ុន្តែយើងឃ្លានអត់សត្វអត់បង្គលជាបញ្ញារបស់ព្រះអរហន្តទេលោកអត់សត្វអត់បង្គលយើងអត់ទេណាយើងមានណាយើងគេប៉ះឈឺកុំណាអត់សត្វអត់បង្គលទេញោមអើយមិនបាច់ប្រឹងទៅចង់ស្វាយចង់សោយសុខទេគ្មានសត្វគ្មានបង្គលណាបានសោយសុខទេបើគ្មានសត្វណាបានសោយសុខទេចាំបាច់បដៅទៅអីចឹងមិនមែនសត្វផងបដៅទៅអីអាដើរទៅវាយគេក៏មិនមែនសត្វដែរអាទៅសោយសុខក៏មិនមែនសត្វអាទៅសោយទុកក៏មិនមែនសត្វដែរអាអង្គុយបដៅក៏មិនមែនសត្វដែរអញ្ចឹងបដៅទៅអីពិចារណាមើលបដៅពីណាបងប្អូនពិចារណាមើលអត់សត្វអត់បុគ្គលនិសតោនិជីវោសញ្ញោគឺជាបញ្ញាពលត្រូវរបស់ព្រះអរហន្តទេលោកហូបបាយលោកលែងឃ្លានពិតគឺជាអារម្មណ៍របស់អ្នកហូបបាយឆ្អែតចំណែកយើងអត់ទាន់ហូបបាយទេគ្រាន់តែនិយាយថាលែងឃ្លានប៉ុន្តែពោះយើងវាឃ្លានមិនមែនសត្វមិនមែនបុគ្គលប៉ុន្តែប៉ះឈឺមិនមែនសត្វមិនមែនបុគ្គលហ្នឹងណាគឺជាបញ្ញាពលត្រូវរបស់ព្រះអរហន្តទេត្រង់ចំណុចហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាអត្តាហិអត្តនោនិថោខ្លួនទីពឹងខ្លួនក្នុងដំណើររួចផុតគ្មានអ្នកណាមួយជួយឲ្យសត្វលោកបានរួចផុតទេ
បើជួយបានព្រះសម្មាសម្ពុទ្ធលោកជួយបានហើយលោកជួយឲ្យសត្វលោកទាំងអស់រួចផុតក្នុងជាតិនេះបងប្អូនកុំអាគិតជាតិក្រោយមើលគិតតែជាតិហ្នឹងយើងមានទុកបើយើងអាចរួចរំដោះក្នុងជាតិហ្នឹងផុតងាប់ហើយនៅដើរបប្រកល្អប៉ុណ្ណាបងប្អូននៅដើរបប្រកនៅចង់អាយុ100ឆ្នាំក៏អាយុ100ឆ្នាំទៅរួចបានយូរទៀតណាពួកអ្នករួចរំដោះហ្នឹងនៅពៀននៅរូបចង់នៅទៅថាចង់អញ្ចឹងមិនត្រូវទៀតអត់មានចង់ព្រះសម្មាសម្ពុទ្ធលោកថានិយាយអត់បានលោកក៏តរៈចិត្តនិយាយអត់បានភាសាត្រូវបង្កើតថ្មីដូចថាខ្មុកថ្មីថ្មីគីគូគីកុកកាក់កុកពុកឲ្យយើងថាស្អីគេស្អីគេនោះគ្រាន់តែនឹកពៀនមួយម៉ាត់ស្ដាប់គ្នាមិនបានផងតែមកតែគេបង្កើតពាក្យសម្រាប់ចិត្តថ្មីចិត្តរបស់យើងមានតែអបសុកមានតែសបាយមានតែរំភើបហើយលក្ខណៈចិត្តនឹកពៀននោះលក្ខណៈផ្សេងហើយឲ្យនិយាយធ្វើម៉េចឲ្យមនុស្សដែលវាអត់មានអារម្មណ៍នឹងពលត្រូវគ្រាន់តែមនុស្សស្រីហើយមនុស្សប្រុសរួមភេទគ្នានោះមនុស្សស្រីមានភាពសបាយរបៀបម៉េចមនុស្សប្រុសមានភាពសបាយរបៀបម៉េចចេញនេះមិនត្រូវផងម្នាក់ពលអារម្មណ៍គ្នាទៅវិញទៅមកអត់ត្រូវផងប្រុសនិយាយពីរឿងភាពសបាយការរួមភេទដឹងតែគ្នាឯងបបនេះអាម៉េចអារម្មណ៍ហ្នឹងតែពេលមនុស្សស្រីផ្សេងពីយើងមនុស្សស្រីពលអារម្មណ៍នៅផងអត់ត្រូវដូចគ្នាលោកអត់រៈចិត្តរឿងផ្សេងមិននិយាយបានអញ្ចឹងបានថាកន្លែងនេះតោះតែបងប្អូនធ្វើដោយខ្លួនឯងប៉ុន្តែបងប្អូនមានផ្លូវជ្រើសរើសណាព្រះសម្មាសម្ពុទ្ធលោកអត់ជំនួយក្បាលយើងទេណាលោកគាត់តែបង្ហាញផ្លូវចែកតែអ្នកជ្រើសរើសបើអ្នកថាអូអញខ្ជិលបរមសុខរបល់យកអីទេឲ្យតែដោះស្រាយសាមញ្ញសុខបានណាអូខេបងប្អូនមានសេរីភាពជ្រើសរើសប៉ុន្តែថាគាត់ក្នុងនាមជាអ្នកត្រាស់ដឹងណាព្រះសម្មាសម្ពុទ្ធលោកសម្ដែងក្នុងនាមជាអ្នកត្រាស់ដឹងតថាគតប្រាប់ផ្លូវបើអ្នកចង់ទៅក៏ទៅកុំខឹងតថាគតពួកអីតថាគតអត់ជំរុញអ្នកផងហ្នឹងអ្នកមានសេរីភាពតើអ្នកចង់ទៅឬមិនទៅជារឿងរបស់អ្នកស្រាប់តែថ្ងៃណាមួយទ្រព្យសម្បត្តិទាំងអស់មិនអាចដោះស្រាយទុកបានញាក់ដឹងខ្លួនតែហ្មងលោកឲ្យលោកអញកាលពីមុនមោទនភាពនឹងទ្រព្យសម្បត្តិបនស័កស្រាប់តែទុកមកដល់ជួនកាលកូនស្លាប់ភ្លឹបជួនកាលអា2 3នាក់កូនផ្សេងទៀតអត់ទៅអត់បានកើតទុកពឹបកុំម៉ែទ្រព្យពេញផ្ទះជួយអញមិនបានអើយមានតែផ្លូវព្រះសម្មាសម្ពុទ្ធហើយទៅកន្លែងនោះបណ្ដោយប៉ុន្តែខុសទៀតណាពួកឯងព្រោះផ្លូវហ្នឹងគឺមាន2អមចឹងហ្មងជួនកាលទៅរកព្រះសម្មាសម្ពុទ្ធទៅឲ្យខុសទៀតទៅលោកយាយលោកតាខ្លះហ្នឹងរាល់ថ្ងៃគាត់ទៅវត្តទៅរឿងគាត់តែហៅថាទៅរកព្រះសម្មាសម្ពុទ្ធទៅរឿងគេមិនទៅរឿងគាត់ទេបងប្អូនដែលលើពីណាជំនុំរឿងគេតិចណាស់មនុស្សជំនុំរឿងគេមានតែជំនុំពីរឿងអញរឿងធ្វើកឋិនក៏រឿងអញធ្វើអញ្ចឹងទៅបានបនស្អីមកអញខ្លះមិនរឿងគេទេងាយដាក់កកូតឲ្យជំនុំរឿងគេទេអូជាតិរបស់យើងយ៉ាងម៉េចទៅអូយមីងនៅចុងភូមិខាងនោះអត់បាយស៊ីអូនៅខាងនោះអត់ទឹកធ្វើស្រែយើងជំនុំគ្នាធ្វើមិនទៅអានោះណាអត់មានជំនុំអញ្ចឹងទេណាមនុស្សតែថ្ងៃជំនុំរឿងអញជំនុំរឿងអញមិនបនទេហើយលោកយាយលោកតាតែថ្ងៃយកបាយទៅវត្តហ្នឹងគាត់ទៅតែវត្តហ្នឹងរឿងអញគាត់ថាអត់ជពាក់នឹងអាណាអត់ជពាក់នឹងអាណាប៉ុន្តែជពាក់នឹងអញតែហៅថារួចផុតនោះគឺអត់ជពាក់នឹងអញទៀតមិនមែនអញទេសប្តាហ៍ថ្ងៃយាយគាត់ទៅអត់ជពាក់គេមិនជពាក់អញឲ្យតែជពាក់គ្មានទៅនៅពៀនរួចទេជពាក់ប៉ុណ្ណាជាប់ប៉ុណ្ណឹងយើងហើយខ្ញុំថាមច្ឆាតថេណាទៅរកព្រះសម្មាសម្ពុទ្ធហើយទៅរកដើម្បីអញដដែលព្រះសម្មាសម្ពុទ្ធលោកថាទៅអត់ដើម្បីឲ្យអស់អញហ្នឹងព្រោះអញហ្នឹងជាប្រភពនៃទុក្ខការធ្វើបុណ្យគឺបង្រៀនចិត្តឲ្យអស់អញឲ្យអស់ភាពអាត្មានិយមឲ្យអស់ភាពលោភៈគឺអញភាពអាត្មានិយមទាំងអស់នាំឲ្យកើតទុក្ខអញបណ្ណាទុក្ខប៉ុណ្ណឹងសាកវិបស្សនាបំដឹងបញ្ញានឹងកាន់តែភ្លឺទៅពលត្រូវទៅល្អិតទៅច្បាស់ទៅនៅថ្នាក់វិបស្សនាកាលណាអ្នកចម្ពាក់នឹងអញឈឺចាប់ប៉ុណ្ណឹងអស់អញប៉ុណ្ណាអស់ឈឺចាប់ប៉ុណ្ណឹងអញ្ចឹងការធ្វើបុណ្យគឺដើម្បីបង្រៀនអញនឹងឲ្យអស់អញហើយបើឥឡូវសួរតែធ្វើបុណ្យចេះបានអីធ្វើបុណ្យចេះបានបុណ្យអត់លោកគ្រូអើយខ្ញុំថ្ងៃមុនដាក់បាតលោកចេះហើយផ្ញើតាមគេទៅមិនបានយកទៅដល់ទាល់ដៃតើខ្ញុំបានបុណ្យអត់រឿងអញហ្នឹងនរកណាបងប្អូននរកណាអញធំប៉ុណ្ណានរកប៉ុណ្ណាគោលដៅនៃការធ្វើបុណ្យគឺលះអញត្រង់ចំណុចហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងហើយភ្លាមណាលោកថាមិនដឹងជាសម្ដែងយ៉ាងម៉េចប្រាប់សត្វលោកសម្ដែងយ៉ាងម៉េចប្រាប់សត្វលោកពីព្រោះធម៌នេះល្អិតជ្រាលជ្រៅហើយសត្វលោកចម្ពាក់នឹងអញបើមិនបានមកអញគឺមិនធ្វើហើយដែលហៅថាធ្វើបុណ្យគឺដើម្បីគេហើយមិនមែនសម្គាល់ទៅលើរូបរាងកាយនិងវាចាគឺសម្គាល់ទៅលើចិត្តដើម្បីគេពីព្រោះបុណ្យនិងបាបចិត្តជាអ្នកថតអញ្ចឹងបានព្រះអង្គបែរប្រភពចេញអត់ចង់ទេសនាអត់ចង់បញ្យល់ពីព្រោះសត្វលោកជាប់អញបើគ្រាន់តែប្រាប់ថាធ្វើកឋិនបានបុណ្យជាងបច្ច័យ4ធ្វើបច្ច័យ4គ្រាន់បើជាងសង្ឃទានគ្រាន់តែប៉ុណ្្នឹងហើយមនុស្សធ្វើតាមមានអីពិបាកបញ្យល់មានអីពិបាកបញ្យល់បើធម៌ពុទ្ធងាយអញ្ចឹងនោះបងប្អូនពិចារណាមើលមេរៀនត្រាស់ដឹងណាពិបាកយល់ណាបងប្អូន